ដូច្នេះលោកអាចសួរបានជា3ភាគអញ្ចឹងដែរតើសម្ដេចលោកមានអនុស្សាវរីយ៍អ្វីអំពីឯកឧត្តមជូអនឡាយនិងកម្ពុជាហើយមានអនុស្សាវរីយ៍អ្វីផ្ទាល់ព្រះអង្គហើយសម្ដេចលោកមានមនោសញ្ចេតនាយ៉ាងម៉េចការវិនិច្ឆ័យយ៉ាងម៉េចចំពោះការដើរតួរបស់ឯកឧត្តមជូអនឡាយជាណាលើឆាកសកលលោកដូច្នេះយើងបែងចែកបានជា3ភាគហើយលោកអាចនឹងសួរបានជា3សំណួរចា3សំណួរ说呢，我的这次准备的讲话呢，分为3个部分。第一部分呢是回忆周恩来总理同柬埔寨，第二部分呢是周恩来总理同我本人和我的家庭之间我有关的回忆。ប្រទេសកម្ពុជានិងប្រជាជនកម្ពុជាតែងតែមានការគោរពសក្ការៈចំពោះវិញ្ញាណក្ខន្ធរបស់ឯកឧត្តមជូអនឡាយអតីតនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិនចាប់តាំងពីពេលដែលឯកឧត្តមបានជួបខ្ញុំជាលើកដំបូងក្នុងឱកាសសន្និសីទកំពូលនៃបណ្ដាប្រទេសអាស៊ីអាហ្វ្រិកនៅទីក្រុងបាន់ឌុងនៃសាធារណរដ្ឋឥណ្ឌូនេស៊ីនៅខែមេសាឆ្នាំ1955រហូតមកទល់នឹងថ្ងៃដែលឯកឧត្តមត្រូវទទួលមរណភាពនាថ្ងៃទី8ខែមករាឆ្នាំ1976ឯកឧត្តមជូអនឡាយបានស្ថិតនៅជាមហាមិត្តពិតប្រាកដនិងស្មោះស្ម័គ្របំផុតនៃកម្ពុជានិងប្រជាជនកម្ពុជានៅក្នុងទសវត្សរ៍1950និង1960ឯកឧត្តមជូអនឡាយមិនគ្រាន់តែបានធ្វើទស្សនកិច្ចជាផ្លូវការជាមួយឯកឧត្តមលោកសេនាប្រមុខចិនយីចំនួន2លើកនៅប្រទេសកម្ពុជានោះទេថែមទាំងនៅមានមុខនាទីជាស្ថាបត្យករបរទេសយ៉ាងធំចម្បងក្នុងការអភិវឌ្ឍទូទៅនៃប្រទេសកម្ពុជាក្រោយសម័យយើងខ្ញុំទាមទារបាននៅឯករាជ្យពេញលេញបរិបូរណ៍ពីប្រទេសបារាំងនៅឆ្នាំ1953ក្នុងនាមនៃប្រធានម៉ៅសេតុងនិងប្រជាជនចិនឯកឧត្តមជូអនឡាយបានឲ្យកសាងជូនប្រទេសកម្ពុជាជាមុនគេនៅរោងចក្រ6សម្រាប់បង្កើតផលិតកម្មផ្សេងគ្នាដែលពឹងផ្អែកទៅលើវត្ថុធាតុដើមរបស់ជាតិនិងផលិតផលកសិកម្មខ្មែររួចបន្ទាប់មកនៅអាកាសយានដ្ឋានថ្នាក់អន្តរជាតិមួយមហាវិទ្យាល័យយន្តសាស្ត្រនិងវិទ្យាសាស្ត្រមន្ទីរពេទ្យមួយចំការដាំតែលក្ខនិងលក្ខឯកឧត្តមជូអនឡាយក៏បានផ្ដល់នៅយុទ្ធបរិការសម្រាប់កងទ័ពជាតិកម្ពុជាដែរទាំងខាងទ័ពថ្មើរជើងទ័ពកំភ្លើងធំទ័ពអាកាសដើម្បីឲ្យយោធាជាតិកម្ពុជាមានគ្រឿងភស្តុភារនិងអាវុធគ្រប់គ្រាន់សម្រាប់ការពារឯករាជ្យអព្យាក្រឹតបូរណភាពទឹកដីព្រមទាំងសន្តិភាពនៃកម្ពុជាក្នុងចន្លោះឆ្នាំ1970និង1975គឺក្នុងនាមជានិច្ច
នៃប្រធានម៉ៅសេតុងនិងប្រជាជនចិនឯឧត្តមជួអិនឡៃផ្ដល់ជូនកម្លាំងតស៊ូជាតិកម្ពុជានៅជំនួយដ៏មានសារៈសំខាន់អស្ចារ្យហើយគ្មានចំណងនិងឥតលក្ខខណ្ឌដោយសម័យដើមមុនសង្គ្រាមអីចឹងដែរសម្រាប់គ្រប់ផ្នែកតស៊ូទាំងខាងនយោបាយទាំងខាងផ្លូវទូតយោធាជំនួយភស្តុភារសេដ្ឋកិច្ចមនុស្សធម៌សុខាភិបាលគឺជំនួយដល់មហាសប្បុរសនិងច្រើនមហិមាទាំងនោះហើយដែលផ្ដល់ជូនកម្លាំងតស៊ូមួយកម្រិតធំនិងជាក់ស្ដែងក្នុងការសម្រេចនៅមហាជោគជ័យជាប្រវត្តិសាស្ត្រនៃកម្លាំងតស៊ូប្រជាជនកម្ពុជានាថ្ងៃទី17ខែមេសាឆ្នាំ1975រំដោះកម្ពុជាទាំងស្រុងហើយយកមកវិញនៅឯករាជ្យបរិបូរណ៍ក្នុងបូរណភាពទឹកដីក្រោយពេលសង្គ្រាមធំគឺ1970ដល់1975នៅកម្ពុជាគឺក្នុងនាមជានិច្ចនៃប្រធានម៉ៅសេតុងនិងប្រជាជនចិនឯកឧត្តមជួអិនឡៃនៅតែស្វិតស្វាញរហូតដល់ថ្ងៃមុនពេលលោកទទួលមរណភាពផ្ដល់ជំនួយជួយកម្ពុជាលើគ្រប់ផ្នែកសម្រាប់ស្ថាបនាជាតិទោះបីជានៅពេលនោះលោកត្រូវមានជំងឺរោគាភាធិយ៉ាងធ្ងន់ធ្ងរនឹងធ្វើឲ្យលោកទន់ខ្សោយកម្លាំងកាយយ៉ាងណាក៏ដោយអរគុណលោកគឺប្រជាជនកម្ពុជាព្រមទាំងរាជវង្សានុវង្សខ្មែរនៅកម្ពុជាខ្លួនខ្ញុំទៀតជាពិសេសគឺមិនភ្លេចទេនៅព្រះគុណឧបការៈដ៏ធ្ងន់ធ្ងររបស់សាធារណរដ្ឋប្រជាមានិតចិនដែលមានឯកឧត្តមជួអិនឡៃនាយករដ្ឋមន្ត្រីជាតំណាងក្រោយដែលលោកធ្វើទស្សនកិច្ចជាផ្លូវការជាផ្លូវរដ្ឋនៅប្រទេសជាមិត្តច្រើនក្នុងសកលលោកមិនភ្លេចទេចំពោះកម្ពុជាលោកបានទៅធ្វើទស្សនកិច្ចនៅប្រទេសយើងខ្ញុំក្នុងឆ្នាំ1960ដើម្បីរឹតចំណងមិត្តភាពមហាមិត្តភាពភាត្រភាពជាមួយនឹងប្រជាជនប្រជាជាតិកម្ពុជាពេលនោះខ្ញុំក៏បានទៅអាកាសយានដ្ឋានភ្នំពេញពោធិចិនតុងដើម្បីទទួលដល់មហោឡារិកនៅឯកឧត្តមជួអិនឡៃនិងគណៈប្រតិភូសាធារណរដ្ឋប្រជាមានិតចិនលោកអញ្ជើញមកដល់ប្រទេសយើងភ្លាមលោកសុំអញ្ជើញទៅព្រះបរមរាជវាំងភ្នំពេញដើម្បីគោរពក្នុងនាមលោកប្រធានម៉ៅសេតុងនិងប្រជាជនចិនក្នុងនាមសាធារណរដ្ឋប្រជាមានិតចិនទាំងមូលចំពោះប្រសពនៃព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសុរាម្រិតដែលទើបតែនឹងសោយទីវង្គតទៅលោកយកកម្រងផ្កាធំទៅដាក់នៅមុខប្រសពនោះគំនាប់ប្រសពនោះហើយលោកបានសម្ដែងនៅការសោកស្ដាយរបស់សាធារណរដ្ឋជាមិត្តចិនចំពោះមរណភាពឪពុកខ្ញុំលោកបានជួបនឹងម្ដាយខ្ញុំផ្ទាល់បានថ្វាយកិរិយកិច្ចចំពោះម្ដាយខ្ញុំហើយរំលែកទុក្ខនៃប្រជាជាតិនិងប្រជាវង្សានុវង្សខ្មែរក្នុងឱកាសនោះយើងខ្ញុំមិនភ្លេចគុណឧបការៈនៃឯកឧត្តមជួអិនឡៃ
នឹងសាធារណរដ្ឋប្រជាមានិតចិនទេมันអាចបំភ្លេចទេมันអាចភ្លេចបានទេចំពោះខ្លួនខ្ញុំផ្ទាល់វិញឯកឧត្តមជួអន្ល័យជាមហាកល្យាណមិត្តប្រកបដោយចិត្តស្មោះត្រង់ភក្តីភាពគួរសមនិងសប្បុរសអស្ចារ្យតាមពិតឯកឧត្តមជួអន្ល័យចំពោះខ្ញុំឯកឧត្តមល្អជាមួយខ្ញុំជាងមិត្តជាងបងប្អូនទៅទៀតសុភាសិតខ្មែរមួយនិយាយថាគឺនៅក្នុងគ្រាមានអាសន្នអន់ក្រទើបគេអាចស្គាល់ច្បាស់ថាអ្នកណាជាមិត្តពិតប្រាកដអ្នកណាមិនមែនជាមិត្តពិតប្រាកដឯកឧត្តមជួអន្ល័យក៏ដូចប្រធានម៉ៅសេតុងឬថ្នាក់ដឹកនាំឯទៀតនិងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិនទាំងសម័យមុនទាំងសម័យបច្ចុប្បន្នសុទ្ធតែជាមហាមិត្តជាអ្នកមានគុណចំពោះខ្ញុំចំពោះគ្រួសារខ្ញុំនៅពេលអភ័ព្វអកុសលក៏ដូចនៅពេលយើងខ្ញុំមានសុភមង្គលប្រជាប្រិយភាពនិងកិត្តិនាមកិត្តិយសឥតមានការផ្លាស់ប្ដូរឡើយនៅពេលយើងខ្ញុំត្រូវទទួលនៅភាពអភ័ព្វអកុសលមិត្តភាពរបស់ឯកឧត្តមជួអន្ល័យនិងលោកជំទាវតេងយើងចៅចំពោះយើងខ្ញុំគ្មានការអន់ថយតែផ្ទុយទៅវិញកាន់តែបានកើនឡើងថែមទៀតក្នុងនាមប្រធានម៉ៅសេតុងនិងប្រជាជនចិនឯកឧត្តមជួអន្ល័យនិងលោកជំទាវតេងយើងចៅដែលជាភរិយាដ៏ថ្លៃថ្នូរប្រកបដោយស្មារតីស្នេហាជាតិដ៏ខ្ពង់ខ្ពស់បំផុតគួរឲ្យកោតសរសើរនិងជាទីសោកស្ដាយឯកឧត្តមនិងលោកជំទាវបានធ្វើអ្វីទាំងអស់គ្មានសំចៃកម្លាំងចិត្តកម្លាំងកាយធ្វើឲ្យជីវភាពខ្ញុំក្នុងគ្រាទុក្ខលំបាកបានថ្លៃថ្នូរសមសួនមានកិត្តិយសគ្រប់បែបយ៉ាងធ្វើឲ្យជីវិតខ្ញុំមានប្រយោជន៍ចំពោះមាតុភូមិខ្ញុំផ្ដល់នៅលទ្ធភាពនិងមធ្យោបាយឲ្យខ្ញុំដឹកនាំការតស៊ូរំដោះជាតិកម្ពុជាបានសម្រេចដូចប្រាថ្នាសំខាន់ជាងនេះទៅទៀតឯកឧត្តមជួអន្ល័យថែមទាំងបានជោគជ័យនៅឆ្នាំ1973រំដោះមាតាអភ័ព្វនិងចាស់ជរារបស់ខ្ញុំគឺមហាក្សត្រិយានីកុសមៈដែលស្ដេចកំពុងប្រឈួនយ៉ាងធ្ងន់និងត្រូវជាប់ឃុំឃាំងនៅភ្នំពេញឯកឧត្តមជួអន្ល័យបានជួលយន្តហោះពិសេសមួយដើម្បីយាងរាជមេដាខ្ញុំរាជវង្សានិងដឹកនាំរាជបរិពារមកប៉េកាំងនៅប៉េកាំងដោយបានគ្រូពេទ្យដ៏ចំណាននិងគិលានុបដ្ឋាយិកាដ៏ព្យាយាមស៊ូទ្រាំរាជមេដាខ្ញុំដែលមានបុត្រីជននិកានៅហែហោមផងព្រះអង្គក៏មានព្រះជន្មាយុរហូតទល់នឹងថ្ងៃមហាជោគជ័យរបស់កម្លាំងតស៊ូស្នេហាជាតិនាថ្ងៃទី17ខែមេសាឆ្នាំ1975មហាមិត្តនិងមហាបុរសដែលពោពេញទៅដោយមេត្តាធម៌ដោយឯកឧត្តមជួអន្ល័យពិបាកនឹងរកបានណាស់ក្នុងលោកយើងនេះអរគុណលោកអំពីតួនាទីរបស់ឯកឧត្តមជួអន្ល័យលើផ្ទៃរាបជាតិនិងសកលលោកគឺជាតួនាទីមួយដ៏សំខាន់និងធំធេងបំផុតហើយមានគុណប្រយោជន៍ដ៏លើសលប់សម្រាប់ជនជាតិចិននិងជនជាតិ
សកលលោកទាំងមូលផងនៅលើផ្ទៃជាតិឯកឧត្តមជួនឡៃជាវីរៈបុរសបដិវត្តមួយរូបដ៏មហិមាពិតប្រាកដឯកឧត្តមក៏ជាមហាវីរៈបុរសនៃការតស៊ូរំដោះជាតិចិនដែរឯកឧត្តមជាអ្នកស្របបំផុតក្នុងការរៀបចំក្នុងការកសាងក្នុងការអភិបាលនិយាយរួមឯកឧត្តមជាមេដឹកនាំដ៏ភ្លឺស្វាងមានប្រសិទ្ធភាពនិងប្រជាធិបតេយ្យរួបរួមផ្សារភ្ជាប់ជាមួយប្រជាជននិងយុវជនដែលជាហេតុនាំឲ្យមានសេចក្តីស្រឡាញ់កោតសរសើរនិងអំណរគុណដ៏ធំមហិមាផុសចេញពីមជ្ឈដ្ឋានទាំងពីរខាងលើនេះចំពោះឯកឧត្តមក្នុងពេលនៅមានជីវិតហើយដែលកាន់តែកើនឡើងយ៉ាងច្បាស់ខ្លាំងក្លានៅពេលឯកឧត្តមបានទទួលអនិច្ចកម្មទៅសេចក្តីស្នេហាការកោតសរសើរនិងសេចក្តីដឹងគុណដ៏ធំធេងឥតព្រំដែននិងជាអមតៈរបស់យុវជនយុវនារីនិងប្រជាជនចិនសម្ដែងជូនចំពោះឯកឧត្តមជួអន្លាយគឺជាការធ្វើដ៏ត្រឹមត្រូវបំផុតព្រោះឯកឧត្តមជួអន្លាយលោកបានបូជាជីវភាពទាំងមូលតាំងពីយុវភាពរៀងរហូតមកដើម្បីធ្វើយ៉ាងណាឲ្យប្រទេសជាតិលោកបានរីកចម្រើនដុះដាលហើយការអភិវឌ្ឍជាទូទៅដ៏ឆាប់រហ័សនិងធំសម្បើមអស្ចារ្យព្រមទាំងកិត្តិយានុភាពនិងប្រជាប្រិយភាពនៃសាធារណរដ្ឋប្រជាមានិតចិននៅលើសកលលោកជាភស្តុតាងស្រាប់នៅលើផ្ទៃរាបសកលលោកគេបានសរសេរនាមរបស់ឯកឧត្តមជួអន្លាយជាអសមាសជាប់ជានិច្ចជាសហត្ថិភាពបុរសគឺជាវីរៈបុរសដែលស្រឡាញ់និងប្រតិបត្តិនៅនយោបាយរួមរស់ក្នុងសន្តិភាពរវាងជាតិនិងជាតិប្រទេសនិងប្រទេសក្នុងសមភាពក្នុងការគោរពស្មើគ្នាគ្មានគិតពីទំហំប្រទេសលទ្ធិនយោបាយកតវិជ្ជារបបត្រួតត្រាក្រឬមានត្រូវគោរពគ្នាទៅវិញទៅមកដូចគ្នាហើយរួមគ្នាការពារនៅឧត្តមគតិដ៏ឧត្តមឧត្តមនៃមនុស្សជាតិក្នុងការធ្វើសហប្រតិបត្តិការអន្តរជាតិជាទូទៅឯកឧត្តមជួអន្លាយជាវីរៈគំរូមួយដែលគួរឲ្យកោតសរសើរនាំឲ្យស្រឡាញ់ជាប់ចិត្តតាក់ទាញស្មារតីអស្ចារ្យព្រោះឯកឧត្តមជួអន្លាយជាបុរសដែលប្រកបដោយទេពកោសល្យវាងវៃភ្លឺស្វាងចេះគួរសមរំទុំឆ្លាតប្រាជ្ញាប៉ិនប្រសពនិងចំណេះដឹងទូទៅដ៏មហាទូលំទូលាយគឺជាមហាកិត្តិយសមួយដែលមនុស្សលោកទូទៅតែងតែសង្ឃឹមចង់បានហើយដែលសាធារណរដ្ឋប្រជាមានិតចិននិងប្រជាជនចិនមានភ័ព្វសំណាងបានឃើញនៅក្នុងសង្គមជាតិនៅកំណើតនៃវីរៈបុរសកំពូលដោយនោះខ្ញុំមានសមត្ថភាពក្នុងវិស័យធ្វើខ្សែភាពយន្តនេះតែក្នុងឋានៈជាខ្មែរមួយរូបខ្ញុំមិនមានសមត្ថភាពខ្ពង់ខ្ពស់ក្នុងការរៀបចំឬក៏ឲ្យយោបល់អំពីខ្សែភាពយន្តដែលចែងអំពី
ប្រវត្តិសាស្ត្រឬក៏រឿងអ្វីនៃប្រទេសក្រៅទេទោះបីប្រទេសនោះជាប្រទេសដែលខ្ញុំស្គាល់ដល់ច្បាស់លាស់ដែលខ្ញុំស្រឡាញ់កោតសរសើរស្ញប់ស្ញែងដល់ពិតប្រាកដដូចជាសាធារណរដ្ឋប្រជាមានិតចិននេះក្តីដូច្នេះខ្ញុំសូមខមួយអរគុណលោកដែលលោកវាយតម្លៃខ្ពស់ដល់សមត្ថភាពខ្ញុំក្នុងវិស័យខ្សែភាពយន្តប៉ុន្តែខ2ខ្ញុំសូមលោកអភ័យទោសដែលខ្ញុំមិនអាចជូនយោបល់ឬក៏ណែនាំបានចំពោះការដែលត្រូវរៀបចំខ្សែភាពយន្តចែងអំពីវីរៈបុរសដ៏មហិមាគឺឯកឧត្តមជួនអន្លែងនេះខ្ញុំសូមជម្រាបថាបានឃើញហើយកោតស្ញប់ចែងណាស់ចំពោះខ្សែភាពយន្តដែលសាធារណរដ្ឋប្រជាមានិតចិនដែលអ្នកដឹកនាំធ្វើខ្សែភាពយន្តនេះព្រមទាំងសិល្បករសិល្បការិនីអ្នកបច្ចេកទេសគ្រប់សាខាគ្រប់វិស័យទាំងអស់គឺលោកបានធ្វើហើយអំពីប្រវត្តិសាស្ត្រឯកឧត្តមជួអន្លៃឯកឧត្តមម៉ៅឈីតុងនឹងការតស៊ូនឹងបដិវត្តន៍នឹងការកសាងជាតិរបស់សាធារណរដ្ឋជានិតចិនខ្ញុំបានមកកាន់ប្រទេសចិននៅរួមរស់ជាមួយប្រជាជនចិនក៏ច្រើនឆ្នាំក៏ច្រើនដងឥឡូវខ្ញុំបានទៅធ្វើប្រមុខរដ្ឋវិញនៅកម្ពុជាក៏ខ្ញុំចេះតែខិតខំក្រោយដែលបម្រើជាតិមាតុភូមិដល់ល្អិតល្អន់ហើយចេះតែខិតខំមកកាន់មាតុភូមិទី2នៃខ្ញុំគឺសាធារណរដ្ឋប្រជាមានិតចិនដូច្នេះខ្ញុំមានឱកាសមើលខ្សែភាពយន្តចិនច្រើនណាស់ហើយជាពិសេសខ្សែភាពយន្តនិងខ្សែវីដេអូទូរទស្សន៍ដែលចេញទៅតាមទូរទស្សន៍សាធារណរដ្ឋប្រជាមានិតចិនគឺថាដែលចែងអំពីជីវប្រវត្តិនៃឯកឧត្តមជួអន្លៃគឺខ្ញុំពេញចិត្តពេញថ្លើមណាស់ចំពោះការដែលគេរៀបចំឃើញថាគេរៀបចំត្រូវល្អណាស់ហើយអ្នកដែលមើលនឹងក៏បានរៀនសូត្រច្រើនទោះបីខ្ញុំដែលស្គាល់ឯកឧត្តមជួអន្លៃដល់ជិតស្និទ្ធដល់ជ្រៅជ្រះក៏បានរៀនសូត្រច្រើនដែរព្រោះមានទស្សនវិជ្ជានៃជីវភាពរបស់លោកខ្លះខ្ញុំក៏មិនបានជ្រៅជ្រះមិនបានដឹងជ្រៅជ្រះហើយដោយខ្សែភាពយន្តនិងខ្សែវីដេអូទូរទស្សន៍ចិននេះគឺខ្ញុំបានរៀនសូត្រច្រើនបានជ្រួតជ្រាបច្រើនហើយការដែលគេរៀបចំហ្នឹងគឺថាខមួយស្របទៅតាមការពិតស្របទៅតាមប្រវត្តិសាស្ត្រដ៏ពិតប្រាកដខ2គឺថាបើនិយាយអំពីសិល្បៈវិញគឺមានកម្រិតមានកម្ពស់សិល្បៈធំដូច្នេះខ្ញុំទុកចិត្តពេញទីលើអ្នករៀបចំខ្សែភាពយន្តវីរៈបុរសជួអន្លៃនេះគឺថាខ្សែភាពយន្តធំដែលជាប្រវត្តិសាស្ត្រនេះគឺទុកចិត្តពេញទីលើប្រិយមិត្តចិនដែលលោកមានសមត្ថភាពគ្រប់គ្រាន់ខ្ញុំសូមទោសចោលមិនមានគំនិតឬយោបល់អ្វីដែលជាប្រយោជន៍ដល់អ្នកដែលគេនឹងស្ថាបនានៅខ្សែភាពយន្តធំនេះទេគឺខ្ញុំជឿជាក់ច្បាស់ថាការរៀបចំដោយចិនផ្ទាល់ខ្លួនគឺថាជាការល្អបំផុតដូចជាក្នុងរឿងខ្មែរខ្ញុំយល់ឃើញថាខ្ញុំគឺថាជាអ្នកបច្ចេកទេសជាអ្នកមានសមត្ថភាពគ្រប់គ្រាន់ដើម្បីបង្ហាញប្រវត្តិសាស្ត្រឬក៏រឿងរ៉ាវអំពីកម្ពុជាចា៎ដូច្នេះខ្សែភាពយន្តចិនគឺថាគ្មាននរណាដែលពូកែហើយភ្លឺស្វាងហើយមានសមត្ថភាពដូចចិនទេចា៎ដូច្នេះសូម
សូមជូនចិនលោករៀបចំខ្ញុំមិនអាចនឹងជូនជាវិភាគទានអ្វីបានទេចាសូមទោសប៉ុន្តែខ្ញុំជឿជាក់ថាខ្សែភាពយន្តនេះច្បាស់ជាធ្វើទៅល្អគ្មានខ្ចោះទេចា